នេះគឺជាដំឡូងធម្មជាតិដែលដាំបានដោយខ្លួនឯងហើយបងប្អូនក៏ខ្លះក៏ស្គាល់ខ្លះក៏និយាយរួមទៅភាគតិចទេដែលមិនស្គាល់ដោយសារតែគ្រប់ស្រុកគ្រប់ភូមិគ្រប់ខេត្តទាំងអស់គឺមានការដាំទាំងអស់តែម្ដងអញ្ចឹងដំឡូងឈើនេះគឺងាយស្រួលក្នុងការដាំងាយស្រួលនៅក្នុងការដែលហូបបាទស្លឹកក៏អាចយកទៅហូបបានបាទមើមក៏យកទៅអាចនឹងស្ងោរហូបឬក៏ធ្វើអីផ្សេងបានច្រើនមុខមែនតើបងប្អូនបាទនៅខាងស្រុកខ្ញុំនេះគឺប៉ាកែឆ្នៃបងប្អូនបាទគេធ្វើអាចធ្វើស្នូលនំក៏បានបាទអាចស្លការីក៏បានឬក៏ធ្វើបង្អែមអីផ្សេងទៀតបានបងប្អូនតែបើសិនជាភាពងាយស្រួលទេបងប្អូនគ្រាន់តែកាត់ជាកង់បកស្បកឲ្យស្អាតស្ងោរដាក់តែជាមួយស្ករសហ្នឹងក៏យើងអាចហូបបានដែរបាទហើយជាមួយនឹងដំឡូងឈើឬក៏មានអីផ្សេងច្រើនទៀតតែអត់សូវមានពេលនៅក្នុងការបង្ហាញបងប្អូនតែបើបងប្អូនចង់ដឹងអំពីថាការបង្ហាញពីខ្ញុំនឹងអ្វីខ្លះក៏បងប្អូនអាចខមមិនបានដែរបាទខ្ញុំនឹងធ្វើការបង្ហាញជូនបាទរបស់ធម្មជាតិនៅខាងស្វាយរៀងមានច្រើនណាស់បងប្អូនបាទមិនមែនមានត្រឹមតែដេងឬក៏អីផ្សេងដែលប្រចាំនៅនឹងខេត្តទេបងប្អូនមានច្រើន